ចាបងបងព្រឹកនេះអ៊ីនៅផ្សារគាត់ក៏មកតាំងឲ្យ1គីឡូយកទៅដាក់ស៊ុបចាឥឡូវខ្ញុំមកកាត់ជូនគាត់ចាហើយសម្រាប់តាំងឲ្យនេះម្ដាយរបស់ខ្ញុំគាត់ដាំតិចតួចដែរទេចាដាំហូបផសល់យើងសាប់ពីហូបក៏យើងលក់ចឹងទៅបងបងចាតិចតួចទេគាត់ដាំតែ2 3រកនេះទេហើយ1គីឡូចា1គីឡូមកថងពេញចាសំខាន់ខ្ចីល្អបងបងអើយចានេះគាត់យកធ្វើស៊ុបណាចាហើយសម្រាប់បងបងដែលអត់ហ៊ានយកតាំងឲ្យយកទៅស្ងោរសុទ្ធចាខ្លាចអត់ចេះហូបចាឥឡូវបងបងចាថ្ងៃនេះសូមមុខម្ហូបបែបសាបបែបសុខភាពចាញ៉ាំជក់មាត់ឆ្ងាញ់សូម្បីតែកូនពៅរបស់ខ្ញុំគឺថាចូលចិត្តខ្លាំងតែម្ដងចាគឺស្ងោរផ្សិតជាមួយតាំងអោនិងឆ្អឹងជំនីជ្រូកណាបងបងចាអូយបងបងធ្លាប់ធ្វើអត់ចារសជាតិឆ្ងាញ់ហើយសម្រាប់ផ្សិតហើយនឹងតាំងអោនេះគឺដាំខ្លួនឯងទេផ្សិតបដិខ្លួនឯងតាំងអោក៏ដាំខ្លួនឯងដែរចាល្អខ្លាំងណាបងបងទាំងអស់គ្នាហើយមកមើលរបៀបធ្វើគឺងាយស្រួលសំខាន់រសជាតិឆ្ងាញ់ហើយល្អសម្រាប់សុខភាពចាដាក់មករៃតិចយើងហត់ក្តៅបងបងអើយគឺថាស្រួលខ្លួនខ្លាំងតែម្ដងបែកញឹកខ្ចាយចាពិសេសកូនពៅរបស់ខ្ញុំគឺថាចូលចិត្តខ្លាំងតែម្ដងតិចបងបងអត់ចេះញ៉ាំតាំងអោគឺចាញ់កូនពៅខ្ញុំហើយចាកូនពៅរបស់ខ្ញុំគឺថាចូលចិត្តខ្លាំងតែម្ដងចាហើយសម្រាប់ការធ្វើគឺងាយបងបងចាឆ្អឹងជំនីជ្រូកគឺខ្ញុំយកមកលាយគ្រឿងចាជាមួយម្រេចជាមួយម្សៅស៊ុបហើយនឹងខ្ទឹមចាហើយដំបូងយើងដាំទឹកមកខ្ញុំមានជាមួយនឹងបាកាទូចហ្នឹងគឺខ្ញុំដាក់ខ្ញុំចូលចិត្តក្លិនរបស់វាចាខ្ញុំដាក់តិចមកហើយយើងដាំខ្ទឹមដាក់4 5 កាពឹសមកហើយនឹងដុំស៊ុបចាយើងដាក់ដុំស៊ុបមកដុំមកចាហើយនៅពេលដែលពុះគឺយើងដាក់សាច់នឹងចូលមកបងចាហើយខ្ញុំដួសពពុះលើចេញតិចមកចាហើយយើងដាក់ល្ងសាច់ឲ្យផុយណាបងចាល្ងសាច់ឲ្យផុយទៅចាំយើងដាក់ជាមួយនឹងផ្សិតរបស់យើងដាក់ជាមួយផ្សិតរបស់យើងហើយបច្ចេកបន្តិចបងសម្រាប់តាំងអោបងកុំតន់ដាក់បើសិនជាបងអត់តន់ញ៉ាំទេកុំតន់ដាក់ភ្លាមចាំពេលញ៉ាំចាំយើងដាក់ព្រោះតាំងអោតែយើងដាក់ឲ្យអត់ញ៉ាំគឺរសជាតិវាអត់សូវឆ្ងាញ់ទេតែបើយើងដាក់ហើយញ៉ាំភ្លាមគឺរសជាតិរបស់វាគឺឆ្ងាញ់តែម្ដងចាយើងស្ងោរកុំយករសជាតិដិតណាបងយករសជាតិរាងស្រាសាបមកចាហើយដាក់មករយតិចមកបងចាហត់ក្តៅចាបែកញើសឆ្ងាញ់តែម្ដងស្រួលខ្លួនសំខាន់ចាថែមមួយមុខទៀតជាមួយត្រីងៀតសម្រាប់ខ្ញុំថ្ងៃនេះខ្ញុំបានត្រីដែងប្រឡាក់បងចារសជាតិពីរមុខហ្នឹងគឺថាត្រូវគ្នាខ្លាំងតែម្ដងចារសជាតិឆ្ងាញ់អានេះខ្ញុំញ៉ាំភ្លាមខ្ញុំដាក់ផ្សិតឆ្អិនហើយបន្ទាប់មកខ្ញុំដាក់តាំងអោចាដាក់តាំងអោជាមួយនឹងទឹកខ្ទឹមហើយជាការស្រេចបងកុំភ្លេចសាកធ្វើទាំងអស់គ្នាញ៉ាំណាចាហើយតាំងអោនេះដោយសារម្ដាយរបស់ខ្ញុំដាំផ្ទាល់អញ្ចឹងហើយគឺរៀងហូបញឹកចាស៊ុបផយនេះមានជាមួយនឹងត្រីប្រឡាក់បែបនេះមកគឺថាអូជាតិណាបងងើយចាស្ងោរសាបហើយដាក់ម្រេចហិលមកចាហត់បែកញឹកខ្ចាយចាបងអាចសាកល្បងស្ងោរបែបហ្នឹងបានណារសជាតិឆ្ងាញ់ហើយល្អសម្រាប់សុខភាពរបស់យើងចាសូម្បីតែកូនពៅរបស់ខ្ញុំក៏គាត់ចូលចិត្តញ៉ាំដែរនិយាយទៅមួយមុខនេះគឺថាពេញចិត្តគ្រប់គ្នាតែម្ដងទាំងក្មេងទាំងចាស់និយាយទៅញ៉ាំហើយគឺស្រួលខ្លួនចារសជាតិឆ្ងាញ់ឥឡូវបងមកស្ដាប់សម្ដីរបស់គាត់ខ្ញុំសួរគាត់ថាឆ្ងាញ់អត់បងចាំស្ដាប់ទាំងអស់គ្នា